Ok, so today អតិថិជនឈានមីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកណែនាំអ្នកទាំងអស់គ្នានៅមុខងារថ្មីមួយទៀតដែលមានឈ្មោះថា HR Letter បាទអញ្ចឹងមុខងារនឹងផងដែរគឺជាមុខងារដែលអាចឲ្យ HR គាត់អាចធ្វើការសរសេរជាសេចក្តីប្រកាសឬមួយក៏ព័ត៌មានផ្សេងៗបានហើយគាត់អាចធ្វើការ print ចេញមកខាងក្រៅជាលក្ខណៈ file PDF បានបាទអញ្ចឹងដើម្បីប្រើមុខងារ HR Letter នឹងបានដំបូងមកគ្រាន់តែចូលមកកាន់ពាក្យថា set up មកបងចូលពាក្យថា employee បន្តមកទៀតបងនឹងឃើញនេះបងនេះបាទនៅខាងលើហ្នឹងគេដាក់ពាក្យថា HR Letter បាទបងចុចទៅលើនឹងមួយមកបន្តមកទៀតសូមបងចុចទៅលើពាក្យថាកន្លែង announcement បាទនេះអញ្ចឹងបងចុច next បាទដល់នៅត្រង់ចំណុចនេះអ្នកទាំងអស់គ្នាអាចសរសេរបានជាសេចក្តីប្រកាសរបស់អ្នកទាំងអស់គ្នាដែលមាននៅក្នុងក្រុមហ៊ុនរបស់អ្នកទាំងអស់គ្នាអញ្ចឹងទៅបាទអញ្ចឹងខាងលើនេះអ្នកទាំងអស់គ្នាដាក់មកជាសេចក្តីជូនដំណឹងឬមួយក៏អីអញ្ចឹងទៅបាទជាចំណងជើងបាទអញ្ចឹងខ្ញុំដាក់ថាជាសេចក្តីជូនដំណឹងអញ្ចឹងតែម្ដងដែរបាទបន្តមកទៀតសូមអ្នកទាំងអស់គ្នាអាចធ្វើការរាយរាប់បានបាទពីអត្ថបទដែលអ្នកទាំងអស់គ្នាចង់ធ្វើការសរសេរដាក់ចូលក្នុងកន្លែងមុខនេះ HR Letter ហ្នឹងហើយអាចបញ្ញមកខាងក្រៅបានបាទបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដូរ font អក្សរបាទឬមួយក៏ដូរ font style បាទអ្នកទាំងអស់គ្នាគាត់ចុច select ទៅលើ font ហ្នឹងមកបន្តមកទៀតអ្នកទាំងអស់គ្នាឃើញពាក្យថា font style បាទអញ្ចឹងចុចទៅលើមកនេះអ្នកទាំងអស់គ្នាឆ្លាញ់ font មួយណារើស font មួយហ្នឹងមកបាទនេះអញ្ចឹងគឺវាបដូរទៅតាមហ្នឹងហើយបាទមួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការដំឡើង font size បាទឬមួយក៏ជាទំហំអក្សរបាទអញ្ចឹងដើម្បីដំឡើងមកអ្នកទាំងអស់គ្នាគ្រាន់តែ select ទៅលើតួអក្សររបស់អ្នកទាំងអស់គ្នាចង់ដំឡើងហ្នឹងមកបន្តមកទៀតនេះចុចពាក្យថា font size បាទអញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នារើសមកបាទឆ្លាញ់ប្រមាណដាក់តាមហ្នឹងមកបាទខ្ញុំមកថាខ្ញុំចង់យកទំហំ17ចុះបាទអញ្ចឹងវានឹងឡើងទៅតាមហ្នឹងហើយបាទបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ font លក្ខណៈថា bold បាទ font dot បាទអ្នកទាំងអស់គ្នាគ្រាន់តែ select ទៅលើអក្សរណាមួយមកដែលអ្នកទាំងអស់គ្នាចង់ដាក់ខ្ញុំមកថាពាក្យថាក្រុមហ៊ុននេះចុះបាទអញ្ចឹងខ្ញុំចង់ឧទាហរណ៍ប៉ុណ្នេះចុះបាទខ្ញុំឲ្យវាទៅឡើងជា font dot បាទខ្ញុំចុចកន្លែងនេះមកបាទនេះបន្តមកទៀតអ្នកឡើងនឹងឃើញនេះបាទគឺ font dot ដែរបន្តមកទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់អក្សរហ្នឹងឲ្យវាលក្ខណៈថាជាអក្សរ trade បាទ italic បាទអ្នកទាំងអស់គ្នាគ្រាន់តែ select ទៅលើ font ហ្នឹងមកបាទselect ទៅលើអក្សរដែលអ្នកទាំងអស់គ្នាចង់ដាក់មកចុចពាក្យថាចុចទៅលើរូបអក្សរ e ហ្នឹងមកបាទអក្សរ i ហ្នឹងមកបាទអញ្ចឹងវានឹង trade ទៅតាមហ្នឹងហើយអ្នកទាំងអស់គ្នាមើលបានឬមួយម្យ៉ាងទៀតអ្នកទាំងអស់គ្នាចង់ដាក់ជាលក្ខណៈ underscore បាទឬមួយក៏បន្ទាត់នៅខាងក្រោមបាទអ្នកទាំងអស់គ្នាគ្រាន់តែ select ទៅ font ហ្នឹងមកបាទ select ទៅលើអក្សរហ្នឹងមកអ្នកទាំងអស់គ្នាចុចទៅលើអក្សរ u ហើយមានដូចជាបន្ទាត់នៅខាងក្រោមហ្នឹងមកបាទ underscore ហ្នឹងចុចមកគឺវាមានបន្តទៅតាមហ្នឹងហើយបាទឬមួយម្យ៉ាងទៀតឧទាហរណ៍ថាអ្នកនរគ្នាចង់ឆោតអក្សរចៅបាទឧទាហរណ៍ថា select ប៉ុណ្នេះមកអ្នកនរចង់ឆោតជួរចង់កតាអក្សរនឹងទៅអញ្ចឹងអ្នកនរចុចនេះមកនេះបាទអញ្ចឹងវានឹងមានជាបន្ទាត់មួយឆោតចំកតាអក្សរហ្នឹងហើយបាទអូខេបាទអញ្ចឹងបន្តមកទៀតបើសិនជាអ្នកនរគ្នាចង់ដូរពណ៌អក្សរបាទឧទាហរណ៍ថា company នេះចុះបាទឈ្មោះ company នេះអ្នកនរចង់ដូរអ្នកនរគ្នាគ្រាន់តែចុចទៅលើអក្សរ A ហ្នឹងមកបាទនេះអ្នកនរស្រាញ់ពណ៌ដាក់មកឧទាហរណ៍ថាខ្ញុំចង់ដាក់ពណ៌ Q បាទអញ្ចឹងនេះគឺវាមានពណ៌ Q ហើយបាទមួយទៀតបើសិនជាអ្នកទាំងនេះចង់ដូរ background អក្សរបាទអ្នកទាំងនេះគាត់នឹង select ទៅលើនឹងមកបាទនេះចុច background ចឹងមកបាទនេះអញ្ចឹងគឺវាមាន background តាមហ្នឹងហើយបាទអូខេបាទអញ្ចឹងបន្តមកទៀតលក្ខណៈបើសិនជាអ្នកទាំងនេះចង់ដាក់អក្សរទៅខាងស្ដាំខាងឆ្វេងនេះអ្នកនេះ select តាមហ្នឹងមកបាទនេះចំកតាលបាទអូខេអានេះទៅខាងគៀនហ្នឹងទៅបាទអ្នកនេះ select ទៅតាមហ្នឹងមកបាទមួយទៀតបើសិនជាអ្នកទាំងនេះចង់ដាក់ជារូបអក្សររូបថតបាទអញ្ចឹងអ្នកទាំងនេះចុចទៅលើរូបថតហ្នឹងមួយមកនេះអញ្ចឹងអ្នកនរឆ្លាញ់រូបអីដាក់មកបាទខ្ញុំឧទាហរណ៍ថាខ្ញុំដាក់រូបជា certificate នេះចុះបាទអញ្ចឹងខ្ញុំអាចព្រីតព្រមបាននេះបាទខ្ញុំព្រមវាទូចចឹងមកបាទនេះអូខេបាទបន្តមកទៀតខ្ញុំចង់ដាក់វានៅកណ្ដាលបាទអញ្ចឹងខ្ញុំដាក់មកទៅនៅកណ្ដាលបាទនេះអញ្ចឹងអ្នកនរអាចមើលតាមនឹងបានឬមកខ្ញុំចង់ទៅវាចំមកក្រោមខ្ញុំទៅវាចំមកក្រោមអូខេបាទអញ្ចឹងវាមកក្រោមហើយបាទអូខេបាទអញ្ចឹងបន្ទាប់ពីអ្នកទាំងគ្នាធ្វើការកែតម្រូវរួចរាល់អស់ហើយសូមអ្នកទាំងគ្នាចុចពាក្យថា next មកបើសិនជាអ្នកចង់ទៅ print ភ្លាមៗឬមួយបើអ្នកទាំងគ្នាចង់ save អានឹងជា draft បាទអ្នកចុច save draft មួយមកបាទអូខេអញ្ចឹងបន្តមកទៀតសូមអ្នកទាំងគ្នាចុច next មកបាទអូខេបាទអញ្ចឹងបន្តមកទៀតសូមអ្នកទាំងគ្នាចុច next មកបាទអញ្ចឹងនៅដល់កន្លែងនេះអ្នកទាំងគ្នាអាចធ្វើការ print បានហើយបាទអញ្ចឹងចុច print មួយមកវានឹងរៀបចំជា file PDF ជូនអ្នកទាំងគ្នាតែម្ដងបាទ